Hello សួស្តីអ្នកទាំងអស់គ្នាជួយខ្ញុំបាទ Fake ម៉ាំងវ៉ាថ្ងៃនេះយើងនឹងសម្រាយសាច់រឿងឃាតករសម័យប្រទេសភាពរបស់យើងជាភាពបន្តមិនចូលទៅកាន់សាច់រឿងរបស់ខ្ញុំបាទសូមនិយាយបន្តិចថាខ្ញុំបានធ្វើរឿងនៅក្នុង channel នេះរៀងយូរដែរហើយប្រហែលជា3ខែបាទប៉ុន្តែគ្មានបានអ្វីមួយសេមួយកាក់តែម្ដងហើយមួយណា YouTube ហ្នឹងគេ disable account ខ្ញុំចោលខំតវ៉ាយកមកវិញដល់បានវាចង់ដាច់ខ្យល់ប៉ុន្តែវាលេងមកក្បាច់គឺស្លាប់យកចោលតែម្ដងបាទមុនដំបូងអត់ដែរថាបាន channel មកវិញហើយប៉ុន្តែមានអីវាលេងមកក្បាច់នេះគឺដាច់ចង្កេះផឹងតែម្ដងបាទការគ្រប់គ្រងរបស់ខ្ញុំឡើង3ខែហ្នឹងគឺតាំងសាប់តាំងម៉ោងអីហ្នឹងគេបានដកយកទាំងអស់បាទអាពេល disable account ហ្នឹង channel ខ្ញុំតាំងវីដេអូហ្នឹងបាត់ចេញពី YouTube ទាំងអស់ហើយវាទៅអស់មកវិញមកតែ channel ប៉ុន្តែម៉ោងហើយនឹងនេះហ្នឹងវាទៅអស់ហើយពេលអញ្ចឹងចោលគ្រាន់តែចង់ប្រាប់អ្នកនរគ្នាថាប៉ុណ្្នឹងទេហើយមួយណាគឺបាក់ទឹកចិត្តមែនតើបាទសូមអ្នកទាំងអស់គ្នាជួយលើកទឹកចិត្តខ្ញុំតាមការឧបត្ថម្ភថវិកាតិចតួចអញ្ចឹងណាមានប៉ុណ្ណឹងតោះចូលកាន់សាច់រឿងរបស់យើងតែម្ដងទៅបន្ទាប់ពីសាដូបានធ្វើដំណើរមកដល់គោលដៅគាត់ក៏បានដើរចុះក្រោមរួមនឹងគាត់បានកើតក្នុងចិត្តថាភាគច្រើននៃប្រាសាទដែលបានលេចឡើងដំបូងវាមាន3ប្រភេទទី1គឺប្រាសាទដែលមានភ្នៅទី2ប្រាសាទដែលមានរូបចម្លាក់ទី3គឺប្រាសាទដែលទាក់ទងជាមួយនឹងជំនឿគ្មានអ្វីដែលត្រូវនិយាយច្រើនពីប្រាសាទដែលមានភ្នៅនោះទេគឺពួកគេបានរស់ឡើងវិញហើយពួកគេពិបាកក្នុងការសម្លាប់ជាងបិសាចទៅទៀតនៅចុងបញ្ចប់តែងតែមានបោកកម្រិតគោលជានិច្ចបិសាចដែលនៅក្នុងប្រាសាទមានរូបចម្លាក់ភាគច្រើនគឺជាបិសាចដែលត្រូវបានដាក់បណ្ដាសាដោយកោនឹងអេវាពួកគេប្រហែលជាមនុស្សពីមុនផងដែរប៉ុន្តែអ្នកខ្លះបានឈួតនិងអ្នកខ្លះទៀតបានស្លាប់ហើយប្រែក្លាយជាខ្មោចចំពោះបិសាចដែលនៅក្នុងប្រាសាទដែលមានជំនឿសាសនាវិញបិសាចទាំងអស់នោះវាបានជឿលើព្រះរួមទាំងអេវាក៏ផងដែរជាពិសេសប្លង់នៅក្នុងប្រាសាទនោះគឺស្មុគស្មាញខ្លាំងធ្វើដំណើរមកដល់ក្រោមសាដោបានឃើញផ្ទាំងគំនូរហើយក៏បាននិយាយថាផ្ទាំងគំនូរនេះគឺជាប្រាសាទនៃជំនឿសាសនាផ្ទាំងគំនូរមួយនេះគឺច្បាស់ខ្លាំងណាស់តាក់ទងជាមួយនឹងព្រះនៃការជំរុំជម្រះដែលវាក៏មានប្រភពដើមដូចគ្នានឹងផ្នែកវិនិច្ឆ័យរបស់ខ្ញុំផងដែរនៅក្នុងព្រៃយើងបានឃើញបងមេកំពុងតែប្រើសៀរបស់គាត់ទប់ទល់ជាមួយនឹងការវាយប្រហាររបស់បិសាចទោះបីជាគាត់ប្រើសៀរបស់គាត់ទប់រងនឹងការវាយប្រហារមួយនោះក៏ដោយបិសាចនឹងនៅតែវាយគាត់ឲ្យគ្នាដោដែរដែលបងមេបានត្រូវរបួសជាខ្លាំងកងក្រុមរបស់បងមេបាននិយាយថាតើអ្នកនៅចូលថ្មឹងដោណាទៀតហើយមិនប្រញាប់ហៀលីងសៀវយូបានសួរថាតើខ្ញុំត្រូវធ្វើវាដោយរបៀបណាបិសាចនោះបានស្ទុះមកហើយកងក្រុមរបស់បងមេបាននិយាយថាវាមកម្ដងទៀតហើយគាត់បាននិយាយទៅកាន់សៀវយូថាសូមប្រើស្គីរបស់អ្នកដែលមានទៅប៉ុន្តែនាងបានទម្លាក់ដបងវេទមន្តរបស់នាងចោលហើយនាងបាននិយាយថាខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ធ្វើជារឹកក្មេងតូចអីណាបើនៅគេខ្ញុំឲ្យមកដៃបាក់កតែម្ដងក្រុមរបស់បងមេបានធ្វើការស្ពាន់មកដល់កន្លែងកើតវិញដែលធ្វើឲ្យអ្នកទាំងអស់មានការគាំងជាខ្លាំងមិនដឹងថាត្រូវនិយាយអ្វីនោះទេយើងក៏បានឃើញអ៊ំធ្មុតទូចរបស់យើងផងដែរនាងបានធ្វើដៃ Hello ទៅកាន់កាយពីតែរបស់នាងហើយនាងបាននិយាយថាហេតុអ្វីបានជាអ្នកត្រឡប់មកវិញលឿនបែបនេះអ្នកជំនាញសាដូមិនទាន់ត្រឡប់មកវិញនោះទេហើយលើនេះអ្នកមិនអាចទិញឧបករណ៍ពីសាដូបាននោះទេកងក្រុមរបស់បងមេបានធ្វើការស្ដីបន្ទោសជាច្រើនទៅកាន់សៀយូដែលនាងសំទទួលពាក្យទាំងអស់នឹងមែនតែនឃើញបែបហ្នឹងអូនធ្មុបក៏ជាមនុស្សស្រីផងដែរនាងបានធ្វើការទៅការពារសៀយូអីចឹងទៅវៃធើបានចូលមកប្រាប់ធ្មុបទូចរបស់យើងតែម្ដងថាមិនចាំបាច់ការពារនាងនោះទេព្រោះឲ្យយើងស្លាប់3ដងរួចទៅហើយមិនស្លាប់តែម្ដងនោះទេវាមានរយៈពេលតិចជាង1ម៉ោងទៀតដែលយើងស្លាប់3ដងនេះលើបែបហ្នឹងនាងមានការក្រាំងជាខ្លាំងហើយធ្មុបទូចរបស់យើងបានប្រាប់អ្នកទាំងអស់គ្នាថានាងទទួលបានជាជាងថ្មីពីអ្នកជំនាញសាដូរបស់យើងពេលនេះទៅកម្ចាត់បិសាចម្ដងទៀតខ្ញុំធានាថាអ្នកទាំងអស់គ្នាមិនស្លាប់នោះទេឲ្យតែខ្ញុំនៅទីនោះបងមេងបាននិយាយថាមិនចាំបាច់ប្រកែកគ្នានោះទេបំភ្លេចវាទៅពេលនេះយើងមានធ្មុបទូចចូលរួមជាមួយយើងហើយដំណើរការកាន់តែរលូនពេលដែលយើងមកវិញក៏អាចជួបជាមួយនឹងសាដូផងដែរនាងក៏បានធ្វើការសុំទោសទៅកាន់អ្នកទាំងអស់គ្នាផងដែរប៉ុន្តែនាងសុំទោសមិនចេញពីចិត្តនោះទេសាដូបានចូលមកដល់ខាងក្នុងគាត់នៅតែបន្តឮសំឡេងវូវូដដែរយើងបានឃើញក្រុងឆ្អឹងនៅកន្លែងនៃចំនួន2ដែលពួកគេគឺជាអ្នកដែលស្ដាប់តាមបន្ទូលរបស់ព្រះមួយនោះគឺមានឈ្មោះថាវិនិច្ឆ័យកម្រិតរបស់គេគឺមាន10រួមទាំងថ្នាក់របស់វាក៏មានផងដែរគឺថ្នាក់ Silver មើលទៅកាន់សាដូរបស់យើងគាត់បានប្រើស្គីរបស់គាត់បានធ្វើការខ្វាយទៅកាន់ជ្រងឆ្អឹងទាំងអស់នោះតែម្ដងមើលទៅកាន់ក្រុងឆ្អឹងទាំងអស់នឹងហាក់បីដូចជាវាអស់ឈាមតិចមែនតែម្ដងអត់ដល់ 30% ផងដែរសាដូបានព្យាព្រោះអីក៏បានឃើញក្រុងឆ្អឹងទាំងពីរនឹងបានធ្វើការអោនគ្រប់គាត់ម្ដងទៀតហើយគាត់បានកើតក្នុងចិត្តថាប្រហែលជាពួកគេដឹងថាខ្ញុំមានផ្នែកនៃការវិនិច្ឆ័យហេតុនេះហើយពួកគេមិនវាប្រហារខ្ញុំសាដូបានសួរក្រុងឆ្អឹងទាំងអស់នឹងថាតើស្គាល់ផ្លូវដែរឬទេសូមណែនាំខ្ញុំប៉ុន្តែពួកវាមិនបានតបនោះទេពួកវាបាននិយាយវូវូតែម្ដងសាដូកំពុងតែគិតថាហេតុអ្វីបានជាពួកវានិយាយវូបែបនេះក្រុងឆ្អឹងបានងើបមកហើយវាបានស្ទុះទៅវាប្រហារមនុស្សដែលទើបតែមកក្នុងក្នុងព្រំមួយនេះអាយ៉ាច្រឡំមិនមែនរងព្រំនោះទេគឺជាប្រាសាទឃើញបែបហ្នឹងសាដូបានកើតក្នុងចិត្តថាទោះបីពួកវាជាបោសថ្នាក់ Silver មែនប៉ុន្តែវាមានកម្រិតខ្លាំងជាងបោស Silver 10ដងរួមទាំងឈាមនិងការវាប្រហាររបស់វាផងដែរមនុស្សមួយក្រុមដែលបានមកក្នុងប្រាសាទមួយនេះគ្មានជីវិតនោះទេត្រូវបានកូនឆ្អឹងនោះសម្លាប់ទាំងអស់តែម្ដងទោះបីជាពួកគេចង់រត់ក៏ដោយឃើញបែបហ្នឹងសាដូបានកើតក្នុងចិត្តថានេះគឺជាក្រុមមនុស្សស្រីដែលបានទិញស្គីបុកអាយពីខ្ញុំទេតើខ្ញុំមិននឹកស្មានសោះ
ថាពួកគេអាចរកប្រាសាទមួយនេះឃើញប៉ុន្តែឥឡូវមិនសំខាន់នោះទេខ្ញុំត្រូវការអាយុកាលរបស់ពួកគេសាដូបានកលែកមើលជុំវិញខ្លួនហើយក៏បាននិយាយថានៅទីនេះគ្មានអ្វីទាំងអស់មានតែក្រុងឆ្អឹងពីរក្បាលនេះដែលមិនមានអ្វីនៅទីនោះទាំងអស់សាដូបានប្រើស្គីវេនដឹមដីរបស់គាត់ធ្វើការសម្លាប់ក្រុងឆ្អឹងពីរក្បាលនោះតែម្ដងដែលគាត់ទទួលបានពងបត់ពិសោធន៍ចំនួន 4000 ដែលធ្វើឲ្យគាត់ឡើងឈានដល់ level 9 រួមទាំងអាយុកាលដែលគាត់ទទួលបាន 188 ផងដែរនិង Evo Point ចំនួន 4 សាដូបានប្រើ Green Day Hand ដែលគាត់ទទួលបាន Evo Point ចំនួន 32 អាយុកាលចំនួន 1504 និង Item ដែលមានថ្នាក់ Gold កម្រិត 4 និង Item ថ្នាក់ Silver កម្រិត 10 ហើយគាត់បាននិយាយថា Green Day Hand ថ្នាក់ Epic នេះពិតជាមិនធម្មតាមែនដែលឧបករណ៍បំពេញសម្រាប់ថ្នាក់អត្តសញ្ញាណដែលវាបូកភាពរហ័សរហឿនចំនួន 15 និង cooldown 20% ដែលវាអាចសមន់ Skeleton នោះឲ្យធ្វើដំណើរតាមយើងបាន cooldown ចំនួន 500 វិនាទីឃើញបែបនឹង Shadow បាននិយាយថា cooldown 20% វាពិតជាអស្ចារ្យណាស់ដែលធ្វើឲ្យ skill របស់ខ្ញុំប្រើបានលឿនមែនទែនពេលនោះ Shadow បានដើរចេញទៅហើយក៏បានឮសំឡេងអ្វីនៅពីក្រោយខ្លួនដែលធ្វើឲ្យគាត់ភ្ញាក់ហើយឈប់មើលកន្លែងនោះតែម្ដងយើងក៏បានឃើញមង្គលអ្វីឡើងមកផងដែរ Shadow បាននិយាយថាវាពិតប្រាកដណាស់បន្ទាប់ពីសម្លាប់បិសាចនៅកន្លែងនេះទាំងអស់ម៉ាស៊ីននៅក្នុងប្រាសាទមួយនេះនឹងដំណើរការមើលទៅវាដូចជាម៉ាស៊ីនអាក់ខំបាំងយើងបានឮសំឡេងចេញពីដុំមួយនឹងហើយវាក៏បានចុះផ្ដើមដំណើរការដែលវាដូចជាចណ្ដើរយន្តអញ្ចឹងបញ្ជូន Shadow របស់យើងទៅដល់ខាងក្រោម Shadow បាននិយាយថាទីបំផុតវាបានបញ្ចុះហើយដែលវាមានចម្ងាយ 300 ឬ 4 ម៉ែត្រផងដែរ Shadow បានមើលទៅមុខហើយក៏បាននិយាយថានោះគឺជាផ្ទាំងទឹកកកលាក់នៅក្រោមប្រាសាទមួយនេះប្រាកដណាស់នៅកន្លែងមួយនេះវានឹងមាន Create មួយនៅក្នុងនោះផងដែលមានអន្ទាក់ជាច្រើននៅក្នុងតំបន់មួយនេះហើយពពួក Create ទាំងអស់នឹងខ្ញុំក៏បានធ្លាប់រកឃើញពួកគេជាច្រើនផងដែរនៅក្នុងជីវិតមុនរបស់ខ្ញុំប៉ុន្តែអន្ទាក់ទាំងអស់នោះមិនមែនជាបញ្ហាសម្រាប់ខ្ញុំនោះទេព្រោះឲ្យខ្ញុំមានក្រុងឆ្អឹងរបស់ខ្ញុំក៏បានមិនជាក្រុងឆ្អឹងរបស់គាត់ឲ្យដើរទៅមុនគាត់ហើយក៏បាននិយាយថាវាពិតជាងាយស្រួលណាស់សម្រាប់អន្ទាក់ទាំងអស់នោះប៉ុន្តែខ្ញុំគិតថាវានៅតែជាបញ្ហាសម្រាប់ខ្ញុំបើខ្ញុំមានរបួសជាមួយនឹងពួកវាខ្ញុំអាចស្លាប់ភ្លាមៗ Shadow បានប្រើ Evo Point រៀងច្រើនដែរអាប់ទៅកាន់កោ Shadow ធ្វើឲ្យការកេររបស់គាត់ឈានដល់ 75% ហើយក៏បាននិយាយថាគ្រាន់តែថា Epic វាមានកម្រិតប៉ុណ្នេះហើយចុះនាំកម្រិត Legend ទៀតវាមានប៉ុណ្ណាទៅគាត់ក៏បានចំណាយ13បន្ទូអាប់ទៅកាន់ skill របស់គាត់ចំនួន2ផ្សេងទៀតផងដែរ Shadow បាននិយាយថាដើម្បីអាប់វាពី Epic ទៅ Legend វាចំណាយ10ដងនៃបន្ទុក Evo Point ធ្វើការអាប់វាលើកទី1ទាមទារ1បន្ទុកតម្រូវការចិត្តស្អែកគឺ10បន្ទុកនៅពេលវាឈានដល់កម្រិតថ្នាក់ Legend វានឹងត្រូវការស្នើសុំ10បន្ទុកគឺ1គុណ10ស្មើនឹង10មានន័យថា10គុណ10វាស្មើនឹង100នេះមានន័យថាប្រសិនបើខ្ញុំទទួលបានជំនាញ Epic ខ្ញុំអាចធ្វើការ Evo វាទៅកាន់ថ្នាក់ Legend បានមិនតែប៉ុណ្ណោះវាឡើងទៅដល់ថ្នាក់ទេវកថានិងថ្នាក់ចុងក្រោយគេបង្អស់គឺថ្នាក់អមតៈប៉ុន្តែប្រសិនបើវាជាជំនាញធម្មតាខ្ញុំត្រូវការអាប់វាទៅកាន់ថ្នាក់ Epic រួមទាំងអាប់វាចំនួន7ដងថែមទៀតពេលដែលវាទៅដល់ថ្នាក់ទី10វានឹងត្រូវការយ៉ាងហោចណាស់រាប់រយបន្ទុកប៉ុន្តែរឿងល្អៗនឹងចាប់ផ្ដើមមានន័យថាខ្ញុំអាចចំណាយបន្ទុក Evo Point របស់ខ្ញុំតិចតួចដើម្បីអាប់វាទៅកាន់ថ្នាក់ Epic បាននិយាយម្យ៉ាងទៀតទៅចាប់ពីពេលនេះតទៅខ្ញុំនឹងអាប់ជំនាញរបស់ខ្ញុំទាំងអស់យ៉ាងហោចណាស់ឲ្យវាមានថ្នាក់ Epic ពេលនេះ Evo Point របស់ខ្ញុំនៅសល់11បន្ទុកទៀតក៏បានធ្វើការអាប់ទៅកាន់ skill Shadow Snake របស់គាត់តែម្ដងដែលពេលនេះវាឡើងទៅដល់ថ្នាក់ Platinum បាត់ទៅហើយទោះបីខ្ញុំមាន 35% នៃការ cooldown ក៏ដោយប៉ុន្តែជំនាញនេះការវាប្រហាវានៅតែ cooldown វែងដដែលហើយមួយណាវានៅថ្នាក់ទាបនោះទេខ្ញុំត្រូវការផ្លាស់ប្ដូរជំនាញនាពេលអនាគតរោងឆ្អឹងរបស់ Shadow បានធ្វើការជន់កលើយន្តមួយយើងបានឃើញថ្មធ្លាក់មកសង្កត់វាស្លាប់តែម្ដង Shadow បាននិយាយថាខ្ញុំត្រូវការរងចាំ cooldown មកវិញហើយគាត់បាននិយាយបន្តទៀតថានៅកន្លែងនេះមានភាពស្មុគស្មាញនឹងដងជាប់ផងដែរខ្ញុំអាចធ្វើវាបានដោយយឺតខ្ញុំសង្ឃឹមថានឹងមានរបស់ល្អៗនៅពេលដែលខ្ញុំធ្វើដំណើរទៅដល់នៅស្រទាប់ខាងលើនៃប្រាសាទយើងបានឃើញក្រុមប្អូនស្រីដែលបានទិញស្គីបុកអាយពី Shadow របស់យើងផងដែលបានធ្វើដំណើរមកដល់កន្លែងនេះម្ដងទៀតទៅហើយមកម្ដងនេះធ្វើការអឺតលើបន្តិចហើយដោយសារតែពួកគេខ្លាចស្លាប់រួមទាំងអឺតមើលថាមានបិសាចអីចឹងទៅពួកគេបាននិយាយគ្នាជាច្រើនប៉ុន្តែខ្ញុំសូមសង្ខេបខ្លីៗឲ្យអ្នកទាំងអស់គ្នាងាយយល់ពួកគេបានឆ្ងល់ថាហេតុអ្វីបានជាអាយុកាលរបស់គេបាត់ទៅអញ្ចឹងប្រហែលជាអ្នកជំនាញ Shadow បានធ្វើដំណើរមកដល់ទីនេះរួមទាំងសម្លាប់បិសាចគ្រូឆ្អឹងទាំងពីរនោះហើយយកអាយុកាលរបស់ពួកគេផងដែរចំណែកឯនារីសពូក្រហមនេះបានគិតថាមើលទៅ Shadow របស់យើងមានជំនាញគួរឲ្យភ័យខ្លាចខ្ញុំបានឃើញគាត់ទំនាក់ទំនងជាមួយនឹងគ្រូឆ្អឹងទាំងអស់នោះនៅកន្លែង Shadow វិញយើងបានឃើញគ្រូឆ្អឹងកម្ពុជាសាច់កម្មឬបាន Shadow បញ្ជាឲ្យចូលអន្ទាក់រហូតធ្វើដំណើរទៅមកដល់កន្លែងមួយក៏មានទ្វារបាំងផងដែរ Shadow បានប្រើគ្រូឆ្អឹងរបស់គេឲ្យបើកប៉ុន្តែគ្រូឆ្អឹងមួយនោះមិនអាចបើកនោះទេដោយឃើញគ្រូឆ្អឹងរបស់ខ្លួនមិនអាចបើកទ្វារបាន Shadow បានចូលទៅបើកខ្លួនឯងតែម្ដងក៏បានដាក់ដៃលើទ្វារមួយនោះទ្វារនោះក៏បានចាប់ផ្ដើមរង្គោះមកហើយបើកទ្វារជាសំហាយឲ្យអ្នកទាំងអស់គ្នាបានខ្ទាតថយក្រោយផងដែរ Shadow បានឆ្ងល់ថាតើហេតុអ្វីបានជាខ្យល់មួយនេះមានចំហាយខ្លាំងបែបនេះ Shadow បានចូលមកដល់ខាងក្នុងគាត់ក៏បានឃើញហឹបមួយក៏បានជាប់នៅកន្លែងនោះផងដែររួមទាំងមនុស្សម្នាក់ដែលនៅកន្លែងហ្នឹងឃើញបែបហ្នឹង Shadow របស់យើងបានឆ្ងល់ថាហឹបមួយនោះពោពេញដោយបន្លារួមទាំងមានសោ
จะวิพ้องในพิเศษนู่คือมี NPC ในก็ไม่วิได้เพราะปอนเหมือนอาจเมื่ออัตสัญญาบอเนียงบานนู่เตะปอนมีจำพวก NPC นี่คืออักบังเตียงนี่คือจีเลือกที่มุ้ยให้ได้ขยมบ้านจูบ NPC อักบังแบบนี้เนียงก็บ้านนี่คือในการสร้างโดพ้องได้ translate บอกขยมบ๊อบไพร์เหมือนใจนู่เตะบานนี้จะออกขณีมีนทูสับดอหรือ translate ล้อไอ้อัดเยอะแต่บ๊อบไพร์ให้แต่เซ็กน้องของมันบานบรรทอปีในยัยรวยเนียงก็บานจับดามรอเรียคลุ้นตื่นเคยบ้านหนึ่งสร้างโดบ้านชอบเพลียมใต้มันดองถ่าเนียงก็บานบักครัวร่วมแต่งบอลลาด่านเนื้อชอบเลยหับมุ้ยหนูก็บานรอเรียตื่นพ้องได้ตัวใบขยมมันอาจเคยป้อนเมียนปีสตรีอักบังมันนูก็ได้ปัญตาขยมจะบาคลั่งน่ะเนียงมีนตุ่มเนี้ยตุ่มน้องจมูกหนึ่งแผนกในการวินนิชัยหับมุ้ยหนูเมียนป้อเมียพลือแจ้งจางปรากฏนายวิคือจีไอทีมได้เมียนถนัดอีปิปัญตาขยมในแต่เมียนกายร้องเวลจัดวีอาเมื่อขยมจวบอันเตี้ยแบนกอดบ้านสมองโครงจังนุ่มมองหอยเปล่าวีตบากหับมุ้ยหนูใต้มาดองโครงจังวีกับบานตบากแม่นได้หับมุ้ยหนูขมิ้นอันเตี้ยนุ่เตะซาโดเมียนกับเพียบเชือกหลังหอยในยิ่งถ่ายวีคือจีสเกบกได้วีคือจีเกาะลิสเกียสำหรับอัตราเสียนร่วมเตียงวีเมียนพาเสียหนึ่งเอาไฟพ้องได้